រវាងប្តីនិងប្រពន្ធតើមួយណាផ្កាយជាងចាបងប្អូនការពិតណាមនុស្សយើងកើតមកគឺយើងអស់ចាហើយណាពេលដែលយើងคลายទៅជាមនុស្សមិនថាយើងមានសម្បុរខ្មៅសល្អអាក្រក់អីទេឲ្យតែយើងកើតមកជាមនុស្សគឺយើងអស់ចាមួយហើយដោយសារអីយើងគិតមើលថាមេជីវិតរាប់លានណារាប់លានក្បាលមួយណាដែលប្រកែកជាងគេមួយណាដែលលឿនជាងគេអាហ្នឹងឯងគឺយើងអញ្ចឹងយើងត្រូវមានមោទនភាពមួយថាយើងបានកើតមកជាមនុស្សគឺយើងអស្ចារ្យយើងប្រកែកយើងខ្លាំងហើយចាអញ្ចឹងនៅក្នុងជីវិតដៃគូប្តីប្រពន្ធណាភាគច្រើនដែលគាត់អត់សូវបានលូតលាស់ភាគច្រើនគឺគាត់ចូលចិត្តណាស់បតចប្រអាប់សមត្ថភាពគ្នាចាឧទាហរណ៍ថាប្តីហ្នឹងគាត់ចង់ទៅរកស៊ីអីមួយគាត់ចង់ធ្វើអីមួយដែលធ្វើឲ្យគ្រួសាររីកចម្រើនខ្លាំងអញ្ចឹងណាជាទូទៅចាប្រពន្ធអត់ឲ្យទៅទេព្រោះប្រពន្ធគិតថាធ្វើអត់កើតទេអឺធ្វើទៅខ្លាចខាតខ្លាចអីអីអញ្ចឹងគឺគាត់មានការខ្លាចច្រើនទាំងដែលការពិតពេលខ្លះប្តីគាត់គឺមានសមត្ថភាពពិសេសដែលអាចធ្វើបានចាប្រពន្ធក៏ដោយជួនកាលគាត់នឹកឃើញថាអូបើគាត់ធ្វើបែបនេះទៅគឺល្អប៉ុន្តែប្តីបែរជាគិតថាកុំអីកុំធ្វើអត់កើតទេតាមអីគេធ្វើបានយើងធ្វើមិនបានទេកុំអីកុំទៅធ្វើដូចគេអីចឹងទាំងដែលការពិតប្រពន្ធគាត់គឺមានចំណុចពិសេសមួយដែលគាត់អាចធ្វើបានចាអញ្ចឹងសារមួយនេះចង់ផ្ដាំផ្ញើទៅបងប្អូនដែលមានជីវិតគូណាកុំចូលចិត្តមើលស្រាលលើសមត្ថភាពគ្នាចាអ្វីដែលល្អបំផុតគឺយើងអាចលើកទឹកចិត្តយើងអាចប្រាប់គាត់ថាអត់អីទេបើសិនជាបងចង់ធ្វើអញ្ចឹងបើគិតថាល្អក៏ធ្វើទៅប៉ុន្តែកុំភ្លេចប្រយ័ត្នប្រយែងផងការដែលធ្វើហ្នឹងវាមានហានិភ័យចំណុចនេះមួយប៉ុន្តែអូននៅតែលើកទឹកចិត្តឲ្យបងធ្វើណាជាមួយប្រពន្ធក៏ដោយក៏យើងគួរនិយាយថាអត់អីទេបើអូនស្រឡាញ់អូនចូលចិត្តអូនធ្វើទៅប៉ុន្តែអានេះជាការយោបល់របស់បងហ្នឹងអូនត្រូវប្រយ័ត្នចំណុចនេះមួយប្រហែលជាអាចកើតមានឡើងណាព្រោះអីក្នុងដំណើរការនៃការដែលយើងធ្វើអីក៏ដោយមិនថាដើរលើផ្លូវថ្នល់មិនថាយើងដើរលើផ្លូវរស់ស៊ីស្អីក៏ដោយគឺវាតែងតែមានហានិភ័យឯគ្រប់មុខរបរទាំងអស់តែងតែមានហានិភ័យទាំងអស់ណាចាធ្វើអីក៏មានហានិភ័យដែរអញ្ចឹងយើងគ្រាន់តែប្រកាប៉ុន្តែបើសិនជាចិត្តយើងពិតជាចង់ធ្វើមែនណាគឺប្រកាសជាអាចធ្វើបានហើយចាចឹងសូមឲ្យជីវិតគូទាំងអស់ណាខ្ញុំឆ្លងកាត់មកបានច្រើនសូមកុំឲ្យមើលងាយមើលស្រាលទៅលើសមត្ថភាពគ្នាចាខ្ញុំឧទាហរណ៍ជាក់ស្ដែងពីជីវិតខ្ញុំចាស់ពេលដែលគ្រួសារខ្ញុំគាត់ទៅការមកដំបូងណាគាត់ក៏ជាកូនអ្នកលក់មាសដែរចាប៉ុន្តែគាត់ទៅធ្វើការបាត់ហ្នឹងអញ្ចឹងគាត់មានចេះលក់មាសអីចាដល់ពេលដែលឲ្យគាត់មកចូលលក់មួយខ្ញុំគាត់អត់ចេះទេគេមកទិញ5ហ៊ុនក៏គាត់ស្រែកហៅខ្ញុំគេមកលក់5ហ៊ុនក៏គាត់ស្រែកហៅខ្ញុំគឺគាត់ចេះអីទាំងអស់ដល់ពេលអញ្ចឹងទៅខ្ញុំវាមិនត្រូវវល់បន្តិចគាត់ហៅតិចគាត់ហៅចាតែខ្ញុំដឹងថាប្តីខ្ញុំគាត់មានសមត្ថភាពអញ្ចឹងខ្ញុំប្រាប់គាត់ថានេះគ្រឿងអលង្ការគេលក់របៀបចែកខ្ញុំបង្រៀនគាត់ចាដំបូងខ្ញុំបង្រៀនគាត់ហើយខ្ញុំប្រាប់គាត់ទៀតថាបងធ្វើទៅបងទិញទៅបងលក់ទៅបើសិនជាបងធ្វើទៅខុសអូនអត់បន្ទោសបងទេណាសន្យាបងលក់ទៅខាតក៏អូនអត់បន្ទោសបងទិញមកខុសក៏អូនអត់បន្ទោសដែរព្រោះបងអូនជឿជាក់លើបងថាបងអាចធ្វើបានដល់ពេលចឹងបងប្អូនដឹងមិនទេពេលដែលប្តីខ្ញុំគាត់ធ្វើគឺគាត់ខ្លាំងហ្មងហើយមិនត្រឹមតែខ្លាំងទេណាឥឡូវហ្នឹងគាត់ប្រកែកជាងខ្ញុំ10ដងចាបងប្អូនគុណនឹង10ដងខ្ញុំអត់ប្រកែកដូចគាត់ទេណាគាត់ប្រកែកជាងខ្ញុំហើយទាំងដែលពីដើមមកហ្នឹងគាត់អត់ចេះអីសោះខ្ញុំចេះច្រើនជាងគាត់ចាចុះខ្ញុំនៅមួយម៉ាក់ខ្ញុំលក់រហូតហើយគាត់ម៉ាក់គាត់លក់ដែរប៉ុន្តែគាត់ទៅធ្វើការបាត់អីចឹងណាចាអញ្ចឹងមិនថាបងប្អូនការពិតពេលខ្លះគ្រួសាររបស់យើងគាត់ប្រកែទេគាត់ជាមនុស្សប្រកែប៉ុន្តែដោយសារតែយើងបតិចបង្អាប់នៅលើសមត្ថភាពរបស់គាត់ចាចឹងសារមួយនេះចង់ដាស់តឿនទៅបងប្អូនថាបើសិនជាបងប្អូនចង់បានសុភមង្គលគ្រួសារណាលើកទឹកចិត្តស្វាមីរបស់យើងលើកទឹកចិត្តភរិយារបស់យើងណាមានតែការលើកទឹកចិត្តទេទៅធ្វើឲ្យមនុស្សខ្លាំងប្រកែបានចាជឿខ្ញុំមកចាព្រោះអីហេតុអីមនុស្សយើងស៊ីជោហើយមនុស្សយើងចូលចិត្តបង្ហាញសមត្ថភាពឲ្យគេឯងដឹងថាខ្លួនឯងគឺប្រកែតែដល់ទៅពេលមានគេបង្អាប់មករួញហ្មងមានគេបង្អាប់មករួយហ្មងលែងចង់ហើយចាអញ្ចឹងវីដេអូចែកម្លែកគឺមានប៉ុណ្ណឹងណាបងប្អូន
សង្ឃឹមថាបងប្អូនទាំងអស់គ្នាមានសុភមង្គលនៅក្នុងគ្រួសារអាចដោះស្រាយនឹកបញ្ហាក្នុងគ្រួសារបានរវាងប្តីប្រពន្ធអត់មានអីជាងយើងនិយាយគ្នាតាមសម្រួលទេចាមានការអីនិយាយគ្នាមួយមានហេតុផលធ្វើឲ្យគេជឿទុកចិត្តយើងចាព្រោះប្តីប្រពន្ធគឺជាមនុស្សដែលដើរលើផ្លូវជីវិតជាមួយគ្នាដល់ចាស់ចឹងបើអត់ទុកចិត្តគ្នាអត់ជឿជាក់គ្នាអត់រីកចម្រើនបានទេចាចឹងមានអីក៏ដោយនៅក្នុងបេះដូងចង់បានអីត្រូវនិយាយឲ្យអស់ណាចង់បានមិនហើយលើកទឹកចិត្តគ្នាទៅចាជឿជាក់ថាមនុស្សយើងអ្នកណាក៏ប្រកែដែរអត់មានមនុស្សអន់ទេនៅលើโลกនេះចាប្រកែទាំងអស់គ្នាចាគឺជាមនុស្សអស្ចារ្យទាំងអស់គ្នាណាចាអឺបងប្អូនចង់បានគ្រឿងអលង្ការមាសស្អាតអីណាហាងមានងួនលីមានលក់ចាអញ្ជៀននេះ5ហ៊ុនណាបងប្អូនណានៅដៃខ្ញុំ5ហ៊ុនស្អាតណាបងប្អូនណាកុំភ្លេចចាំមកជួយទិញផងណាហាងមានងួនលីចាអរគុណ